ជំរាបសួរអំពូមីងថ្ងៃនេះអូនមកចែករំលែកពីរបៀបមើលចង់ដឹងថាថ្ងៃនេះកាំរស្មី UV ទាបឬខ្ពស់ដំបូងអំពូមីងចុចចូលក្នុងកម្មវិធីមើលអាកាសធាតុសិនពេលចុចចូលហើយអំពូមីងត្រូវអូសទៅក្រោមអំពូមីងនឹងឃើញពាក្យថា UV Index សម្រាប់ថ្ងៃនេះគឺ UV ខ្ពស់មែនតែនឡើងដល់លេខ7បើយើងដើរហាលថ្ងៃអត់ពាក់មួកអាចធ្វើឲ្យជាប់មុខបានហើយនៅក្នុងនេះក៏គេបានបញ្ជាក់ថាកាំរស្មី UV នេះមានរហូតដល់ម៉ោង4ល្ងាចកាំរស្មី UV ខ្ពស់អាចធ្វើឲ្យខ្សោះជាតិទឹកមានបញ្ហាសុខភាពក្អកឈឺកញឹកញាប់ហើយអាចប៉ះពាល់ភ្នែកផងដែរទាំងអ្នកមានផ្ទៃពោះទាំងអ្នកអត់ផ្ទៃពោះបើអ្នកអត់មានផ្ទៃពោះសូមលាបឡេការពារកម្ដៅថ្ងៃបើអ្នកមានផ្ទៃពោះมันអាចប្រើឡេប៉ាក់ការពារកម្ដៅថ្ងៃបានទេត្រូវពាក់មួកឲ្យចិត្តចំណែកខាងស្ដាំនេះវិញគេចង់ប្រាប់យើងថាព្រះអាទិត្យលិចនៅម៉ោង 5:59 នាទីអំពូមីងឆ្ងល់អត់ហេតុអីពេលមានសូរ្យឬមានច័ន្ទគ្រាសម្ដងគេអត់ឲ្យស្ត្រីពោះធំចេញក្រៅផ្ទះទេបើតាមវិទ្យាសាស្ត្រមូលហេតុគឺពេលមានច័ន្ទគ្រាឬសូរ្យកាំរស្មី UV ឡើងខ្ពស់ណាស់ហើយនៅមានកាំរស្មីផ្សេងទៀតដែលមានកម្រិតខ្ពស់អាចចាំងឆ្លុះចូលដល់ក្នុងផ្ទៃពោះធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលនិងសរសៃប្រសាទរបស់ទារកក្នុងផ្ទៃមានតែប៉ុណ្ណឹងទេអរគុណច្រើនអំពូមីងជម្រាបលា